មានអ្វីត្រូវបង្ហាញគ្មានអ្វីត្រូវលាក់មានតែកាត់ប្រកិច្ចសំឡេងអាចបាត់បង់តែសំឡេងក៏អាចរក្សាអតីតកាលនៅក្នុងពេលវេលាមួយមនុស្សអាចបាត់បង់អ្វីជាច្រើនបាត់បង់ផ្ទះបាត់បង់សាលារៀនបាត់បង់សៀវភៅបាត់បង់អ្នកបង្រៀនតែសំឡេងនៅតែអាចរស់នៅក្នុងការចងចាំនៅក្នុងចម្រៀងនៅក្នុងពាក្យនិងនៅក្នុងភាសាវិបសាយនេះត្រូវបានបង្កើតឡើងដោយការគិតយ៉ាងសាមញ្ញថាអ្វីមួយត្រូវតែបានរក្សាទុកមិនមែនដើម្បីបង្ហាញមិនមែនដើម្បីបកស្រាយមិនមែនដើម្បីច្រានចោលការពិតឡើយប៉ុន្តែដើម្បីធ្វើឲ្យអ្វីដែលមានសល់អាចបន្តជានិរន្តរ៍ទៅមុខទៀតនៅក្នុងប្រវត្តិសាស្ត្រខ្មែរមានពេលវេលាមួយដែលការបន្តបណ្ដាលត្រូវបានផ្អាកមិនមែនដោយការជ្រើសរើសប៉ុន្តែដោយកាលៈទេសៈនៅពេលនោះភាសាមិនអាចបង្រៀនបានតន្ត្រីមិនអាចសម្ដែងបានសំឡេងមិនអាចឮបានអ្វីដែលនៅសល់គឺការចងចាំដែលខ្លះខូចខ្លះបាត់ខ្លះនៅស្ងៀមវិបសាយនេះមិនមានបំណងធ្វើឲ្យអតីតកាលคล้ายជារឿងអារម្មណ៍ឬរឿងវិវាទគម្រោងនេះគ្រាន់តែចង់ឲ្យសំឡេងអាចត្រូវបានឮម្ដងទៀតដូចដែលវាធ្លាប់មានដោយការគោរពដោយមានការប្រយ័ត្នដោយមិនប្រញាប់ប្រញាល់សំឡេងមិនមែនជាអ្វីដែលត្រូវបង្កើតឡើងថ្មីសំឡេងត្រូវតែត្រូវបានស្ដារតាមអ្វីដែលវាធ្លាប់មានភាសាមិនត្រូវការតុបតែងតន្ត្រីមិនត្រូវការបំលែងសំឡេងត្រូវការតែការស្ដាប់វិបសាយនេះជ្រើសរើសមិនដើរលឿនមិនស្រែកមិនប្រកាសគម្រោងនេះជ្រើសរើសធ្វើការនៅក្នុងភាពស្ងៀមនិងក្នុងពេលវេលាវែងព្រោះការបន្តវប្បធម៌មិនមែនជាការប្រកួតនិងមិនមែនជាការបង្ហាញកម្លាំងវាជាការទទួលខុសត្រូវដែលត្រូវធ្វើដោយមិនចាំបាច់និយាយច្រើនវិបសាយនេះមានតែបំណងមួយគឺឲ្យសំឡេងខ្មែរអាចបន្តដំណើរពីអតីតកាលទៅអនាគតដោយមិនបាត់បង់អត្ថន័យនិងអត្តសញ្ញាណគម្រោងនេះមិនស្នើសុំការយល់ព្រមមិនស្នើសុំការអនុញ្ញាតវាកើតមានព្រោះវាត្រូវតែកើតមានឡើងដោយគោរពចំពោះអតីតកាលនិងដោយការទុកចិត្តចំពោះអនាគតគ្មានអ្វីត្រូវបង្ហាញគ្មានអ្វីត្រូវលាក់មានតែកាត់ប្រកិច្ច